មិនមែនមកអំពីការប្រែប្រួលទេដែលនាំឲ្យឈឺចិត្តក្នុងរឿងនោះគឺមកអំពីការមិនព្រមទទួលថាគ្រប់យ៉ាងគឺតែងតែប្រែប្រួលទេតាដែលនាំឲ្យមានការឈឺចាប់ក្នុងចិត្តទៅតាមកម្លាំងនៃការហួងហែងគ្រប់យ៉ាងដែលផ្លាស់ប្ដូរទៅតាមពេលវេលាវាជារដូវកាលនៃជីវិតអ្នកណាព្រមទទួលបានច្រើនអ្នកនោះមិនសូវមានទុក្ខចំណែកអ្នកណាដែលមិនព្រមទទួលពោលគឺខ្វះបញ្ញាអ្នកនោះរមែងសោយសៅខ្លាំងក្លាដូច្នេះទើបពោលថាលោកនេះសម្រាប់យល់មិនមែនសម្រាប់ហួងហែងទេនៅក្នុងភិក្ខុវគ្គវគ្គទី25នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលណាមិនមានសេចក្តីប្រកាន់ក្នុងនាមនិងរូបថាជារបស់អញដោយប្រការទាំងពួងមួយទៀតបុគ្គលណាមិនសោកស្ដាយព្រោះនាមនិងរូបដែលមានបុគ្គលនោះឯងតថាគតហៅថាភិក្ខុ